បាទសូមគោរពបងប្អូនពុកម៉ែយាយតាជាទីគោរពនិងទីរាប់អានផងដែរបាទនៅក្នុងពេលនេះខ្ញុំបាទនឹងឆ្លៀតពេលមកជួយចែករំលែកផ្ដល់ជូននៅសំណួរដែលបានខមមិនសាកសួរមកខ្ញុំបាទអំពីរឿងបញ្ហាកយន្តបាទអញ្ចឹងក៏សូមមេត្តាជាស្រេចផងខ្ញុំបាទមិនមែនជាជាងឬមួយក៏មិនមែនជាអ្នកនឹងចេះប្រកាសអីទេប៉ុន្តែគ្រាន់ថាអ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំបានយល់ខ្ញុំតែងតែជួយផ្ដល់ជួយចែករំលែកសម្រាប់ដល់អ្នកដែលមិនធ្លាប់ដឹងបាទអញ្ចឹងសង្ឃឹមថាពួកគាត់នឹងយល់បាទហើយក៏សូមមេត្តាជាស្រេចអញ្ចឹងនៅក្នុងសំណួរនេះបាទគឺសំណួរមាន3សំណួរដែលតាក់ទងអំពីរឿងបញ្ហាកយន្តបាទដែលបានសាកសួរមកខ្ញុំបាទសំណួរទី1គឺគាត់បានសាកសួរមកខ្ញុំបាទនឹងថាបងម៉ាស៊ីនខ្ញុំឆេះអត់សូវក្តក់ហើយរៀងខ្សោយបណ្ដាលមកពីអ្វីបាទនៅក្នុងចំណុចនេះក៏ខ្ញុំបានធ្លាប់នឹងចែករំលែកនៅវីដេអូនឹងមុនខ្លះដែរប៉ុន្តែវាស្រដៀងគ្នាបាទហើយអ្នកទាំងអស់គ្នាអាចស្វែងយល់ទៅនឹងអាចដឹងហើយនឹងបញ្ហានេះវាអាចនឹងក្តោបរួមមកខ្ញុំមិនហ៊ានប្រកាសថាវានៅក្នុងចំណុចណាទេបើសិនតែអ្នកទាំងអស់គ្នាធ្លាប់ផ្លាស់ប្ដូរនៅក្នុងចំណុចណានៅក្នុងលក្ខណៈណាហើយអ្នកទាំងអស់គ្នានៅក្នុងចំណុចណាដែលមិនទាន់បានផ្លាស់ប្ដូរគឺថាវាអាចនឹងមានបញ្ហាមកពីចំណុចហ្នឹងឯងបាទប៉ុន្តែខ្ញុំនឹងជួយផ្ដល់នឹងហៅថានឹងបន្តិចចុះថានឹងបញ្ហានេះឲ្យពិនិត្យមើលនៅក្នុងផ្លុងសើសិនទៅបាទក្រែងជួនជាអ្នកទាំងអស់គ្នានឹងមិនធ្លាប់ដែលបានផ្លាស់ប្ដូរឬមួយក៏របៀបណាក៏វាអាចនឹងមានបញ្ហាវាខ្សោយមកពីចំណុចនឹងដែរបាទអញ្ចឹងហើយបើសិនតែវាក្នុងចំណុចនេះអ្នកទាំងអស់គ្នាធ្លាប់ផ្លាស់ប្ដូរហើយឬមួយក៏ចំណុចណាមិនទាន់ផ្លាស់ប្ដូរមានន័យថាវានៅក្នុងចំណុចហ្នឹងឯងបាទអញ្ចឹងសង្ឃឹមថានឹងស្វែងយល់ទៅនឹងអាចនឹងយល់ដឹងបាទប៉ុន្តែខ្ញុំបាទនឹងបដោតទៅលើនឹងក្នុងចំណុចនឹងផ្លុងសើមានន័យថាអ្នកទាំងអស់គ្នាមិនធ្លាប់ដែលផ្លាស់ប្ដូរទេនៅក្នុងចំណុចផ្លុងសើបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាទៅស្វែងយល់បាទស្វែងយល់ហើយបើសិនតែមានការលឺលួសខុសឆ្គងក៏សូមមេត្តាអធិស្ឋានផងបាទខ្ញុំបាទនឹងជួយផ្ដល់ជូនតែប៉ុណ្ណឹងសង្ឃឹមគាត់នឹងទៅស្វែងយល់បន្តបាទអញ្ចឹងហើយឥឡូវចូលដល់ក្នុងសំណួរបាទសំណួរបន្តមកទៀតគឺគាត់បានសួរថាម៉ាស៊ីនកូយន្តស៊ីគូសាណេមកពីអ្វីបាទមកពីអ្វីម៉ាស៊ីនដែលវាមានបញ្ហានៅក្នុងខូសនេបាទអញ្ចឹងក្នុងចំណុចនេះវាមានកត្តាជាច្រើនដែលវាពាក់ព័ន្ធឲ្យវាមានបញ្ហាបាទអញ្ចឹងបាទចំណុចទី1គឺអ្នកទាំងអស់គ្នាពិនិត្យមើលនៅក្នុងបដាងឬមួយក៏នឹងចំណុចនឹងខូសនេតើយើងរៀបដាក់ទៅនឹងរបៀបណាវាមានក្នុងចំណុចណាបាទនៅចំណុចហ្នឹងឯងឲ្យពិនិត្យមើលនៅក្នុងបដាងជួនកាលវាអស់បដាងឬមួយក៏វារបៀបណាបាទដែលវាឬមួយក៏យើងកែកបដាងវាធ្វើឲ្យមានបញ្ហាក៏វាអាចនឹងស៊ីនៅខូសនេនេះដែរបាទចំណុចទី2គឺឲ្យពិនិត្យមើលនៅដងយេនបាទជួនកាលវាអាចនឹងមានបញ្ហាដងយេនបាទវាបោអីទៅក៏វាមានបញ្ហាវាស៊ីអញ្ចឹងដែរកាលណាតែវាដើរមិនត្រូវអញ្ចឹងវាឲ្យធ្វើមានបញ្ហាទី3គឺយើងពិនិត្យមើលនៅក្នុងវិលកាំងនឹងឯងអញ្ចឹងមានន័យថាបើសិនតែវិលកាំងវាស៊ីខុសនេះហើយអញ្ចឹងមានតែផ្លាស់ប្ដូរនឹងវិលកាំងចោលទៅបាទអញ្ចឹងបើសិនតែយើងអស់ជំរឿហើយបាទអញ្ចឹងមានតែផ្លាស់ប្ដូរនៅវិលកាំងចោលទៅបានវាលេងស៊ីវិញហើយបាទអញ្ចឹងសង្ឃឹមថានឹងគាត់បានយល់បាទអញ្ចឹងក៏សូមមេត្តាជាស្រ័យផងខ្ញុំផ្ដល់ជូននេះមិនមែនច្បាស់ថាវាដូចដែលខ្ញុំបាននឹងរៀបរាប់មកទេប៉ុន្តែឲ្យស្រាវជ្រាវបាទស្រាវជ្រាវមើលដូចដែលខ្ញុំបានបញ្ជាក់ជូននឹងឯងបាទហើយយើងមើលផ្ដាងបើវាអត់មានបញ្ហាអ្វីយើងមើលអំពីនឹងដងយេនមើលអំពីអ្វីទៅខ្លាញ់ជួនវាមានបញ្ហាបាទអញ្ចឹងបើសិនតែវាអត់មានបញ្ហាទៀតយើងមើលអំពីនឹងវិលកាំងនឹងឯងបាទវាអាចនឹងមានបញ្ហាវាលាកវាឆ្កូតវាមានបញ្ហាហើយបាទអញ្ចឹងយើងអាចផ្លាស់ប្ដូរចោលទៅបើសិនតែវាដាក់ទៅស៊ីបាទអញ្ចឹងសង្ឃឹមថាបានយល់បាទហើយវាមានការខុសឆ្គងក៏សូមមេត្តាជាស្រ័យផងបាទអញ្ចឹងឥឡូវចូលដល់ក្នុងសំណួរបាទសំណួរបន្តទៀតគាត់បានសួរមកថាម៉ាស៊ីនខ្ញុំដូរសាមីដូររងហើយបញ្ឆេះទៅហុយចេញប្រេងបាទតាមស៊ីម៉ាំងទៀតមកពីអ្វីលោកគ្រូបាទបាទខ្ញុំមិនមែនគ្រូទេបាទគ្រាន់តែថាអ្នកនឹងសិក្សានឹងដូចអ្នកទាំងអស់គ្នាដែរបាទនឹងស្វែងយល់ដូចអ្នកទាំងអស់គ្នាក៏ជួយចែករំលែកទៅហើយខ្ញុំបាទនឹងក៏ធ្លាប់ដឹងខ្លះហើយខ្ញុំបាទនឹងជួយផ្ដល់ជូនប៉ុន្តែអានេះស្រេចតែអ្នកទាំងអស់គ្នាស្រាវជ្រាវមើលទេនឹងឲ្យពិនិត្យបច្ច័យការរៀបដាក់នឹងការដោះមើលយើងគួរតែពិនិត្យមើលថាចំណុចណាដែលវាមានបញ្ហាចំណុចណាដែលអត់មានបញ្ហាបាទអញ្ចឹងក្នុងចំណុចហ្នឹងមានន័យថាបើសិនតែយើងផ្លាស់ប្ដូរសាមីបាទអានេះខ្ញុំនិយាយបញ្ជាក់សារថ្មីទៀតមានន័យថាបើយើងផ្លាស់ប្ដូរសាមីហើយរងកន្លះយើងអត់មានដាក់រងចាស់បានទេត្រូវតែផ្លាស់ប្ដូរថ្មីបើសិនតែយើងដាក់នឹងចាស់វាអាចនឹងមានបញ្ហាបាទអញ្ចឹងនេះចំណុចដែលខ្ញុំបានអត់ដឹងខ្លះហើយប៉ុន្តែសង្ឃឹមថាអ្នកនរគ្នាមិនដូចដែលខ្ញុំបាននិយាយទៅចុះបាទសង្ឃឹមថាផ្សេងខុសពីខ្ញុំប៉ុន្តែគ្រាន់តែខ្ញុំលើកឡើងនឹងដើម្បីឲ្យអ្នកនរគ្នាដឹងបាទអញ្ចឹង
ហើយឲ្យពិនិត្យមើលនៅក្នុងរងកន្លះនឹងឯងកាលណាយើងផ្លាប់ដូរស៊ូមីយើងត្រូវតែពិនិត្យបច្ច័យមើលរងយើងផ្លាប់ដូរថ្មីដែរពិនិត្យបច្ច័យមើលរិញបាទអាតូចក្រែងជួនវាមានបញ្ហានឹងដែរបាទអញ្ចឹងយើងឲ្យរៀបរយមានន័យថារៀបរយវាល្អបន្ទាប់មកយើងត្រូវតែពិនិត្យមើលនៅក្នុងកវ៉ាត់បាទកវ៉ាត់ឬមួយក៏កវ៉ាត់នឹងវាតែងតែមានបញ្ហាបាទវាធ្វើឲ្យម៉ាស៊ីនជាងខ្សោយក៏ដោយសារកវ៉ាត់នឹងដែរកាលណាតែដាក់ទៅវាមានគៀបវាមានជាប់អីវាអាចនឹងខ្សោយបាទវាមានផ្សែងហើយបើចេញប្រេងហើយអានេះដូចជាខ្ញុំបានបញ្ជាក់នឹងពីខាងដើមមិញអីបាទអញ្ចឹងឲ្យពិនិត្យមើលមែនទែនហើយបន្ទាប់មកទៀតគឺយើងពិនិត្យមើលនៅក្នុងច្បាប់ក្រែងជួនជាច្បាប់វាមិនសូវចិត្តមិនសូវមានអីអាចខ្ទប់ទៅអត់ចិត្តអញ្ចឹងវាអាចនឹងជះប្រេងសាច់ប្រេងបានអញ្ចឹងហើយដោយដែលខ្ញុំបានបញ្ជាក់ជូននឹងឯងបាទនៅក្នុងវីដេអូមុនខ្ញុំបាទតែងតែលើកឡើងមកនឹងជួយបញ្យល់ជួយបង្ហាញបាទប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចស្រាវជ្រាវទៅដឹងដោយខ្លួនឯងបាទដឹងដោយខ្លួនឯងហើយខ្ញុំបាទនិយាយនេះខ្ញុំបាទមិនមែនដឹងច្បាស់ទេប៉ុន្តែខ្ញុំបាទនឹងគ្រាន់តែលើកឡើងបង្ហាញដើម្បីអ្នកទាំងអស់គ្នាយកទៅស្រាវជ្រាវមើលថានឹងមិនបាននឹងពិនិត្យបច្ច័យនៅក្នុងចំណុចណាមិនបាននឹងប្រិតព្រៀងនៅក្នុងចំណុចណាបាទអញ្ចឹងហើយខ្ញុំបាទនឹងលើកឡើងនេះសង្ឃឹមថានឹងបានយល់បាទហើយយកទៅនឹងស្រាវជ្រាវមើលហើយដោយតែខ្ញុំបានបញ្ជាក់ជូនថាយើងដោះមកយើងត្រូវតែមើលដុសលាងសម្អាតកុសឲ្យវាបានស្អាតបានល្អបាទអញ្ចឹងកាលណាតែយើងផ្លាស់ប្ដូរស៊ូមីថ្មីហើយយើងត្រូវតែផ្លាស់ប្ដូររងកន្លះដែរអត់មានទុករងកន្លះចាស់នោះទេបាទអញ្ចឹងបើសិនតែយើងទុកវាអាចនឹងបង្កមានបញ្ហាបាទអញ្ចឹងហើយយើងរឹតឲ្យវាស្មើឲ្យតឹងឲ្យខ្លាំងបាទអញ្ចឹងយើងបើរឹតមិនស្មើវាអាចនឹងមានបញ្ហាទៀតបាទអញ្ចឹងវាអាចនឹងបង្កឲ្យវាមានបញ្ហាតែបើយើងរៀបដាក់នឹងរៀបរយស្អាតនឹងសពជុំហើយយើងស្រាវជ្រាវមើលតាមមួយចំណុចដូចខ្ញុំបានបញ្ជាក់ជូននឹងឯងបើសិនតែមានបញ្ហាទៀតយើងស្រាវជ្រាវមើលនៅក្នុងចំណុចនឹងច្បាប់ទៀតបាទអញ្ចឹងក្រែងជួនជាមានបញ្ហាដែរបាទអញ្ចឹងហើយបើតាមម៉ាស៊ីនបាទតាមម៉ូតតាមម៉ាកម៉ាស៊ីនដែរខ្ញុំមិនបានស្រាវជ្រាវអស់ទេបាទប៉ុន្តែគ្រាន់តែខ្ញុំលើកឡើងនេះត្រួសទេម៉ាស៊ីននេះខ្ញុំធ្លាប់ដឹងម៉ាស៊ីននេះខ្ញុំបាននឹងជួបបាទអញ្ចឹងប៉ុន្តែវាមានម៉ូតជាច្រើនតែវាមានបញ្ហាវាមានចំណុចនឹងកលិកលៈវាច្រើនផ្លេសផ្លោះវាច្រើនណាស់បាទអញ្ចឹងគួរតែស្រាវជ្រាវបន្ថែមលើខ្លួនឯងផងបាទអញ្ចឹងបើសិនតែខ្ញុំបាទនឹងជួយចែករំលែកទៅមានការលើសលួសខុសឆ្គងដោយប្រការណាដោយមិនពេញចិត្តក៏សូមមេត្តាអធិស្ឋានផងបាទរាល់សំណួរទាំងអស់បាទសង្ឃឹមថានឹងបានយល់ហើយនឹងបានអនុវត្តនឹងស្រាវជ្រាវទៅនឹងយល់ដឹងទាំងអស់គ្នាបាទអញ្ចឹងវីដេអូរបស់ខ្ញុំបាទនេះសង្ឃឹមថានឹងអ្នកទាំងអស់គ្នាយកទៅអនុវត្តដើម្បីស្រាវជ្រាវមើលដោយខ្លួនឯងបាទហើយអត់មានអ្វីវិញឆ្ងាយទេបាទខ្ញុំបាទនឹងគ្រាន់តែមួយឆ្លើយតបនៅសំណួរហើយខ្ញុំផ្ដល់ជូននឹងតែប៉ុណ្្នឹងឯងបាទហើយចាំថ្ងៃក្រោយខ្ញុំបាទនឹងមានអ្វីនឹងខ្ញុំបាទនឹងជួយបន្តនឹងជួយចែករំលែកនឹងជាបន្តបាទអញ្ចឹងសូមបញ្ចប់តែប៉ុណ្្នឹងបាទសូមអរគុណសូមគោរពលា